ការផ្លាស់ប្ដូរទម្លាប់អាក្រក់មកល្អគឺជារឿងលំបាកក៏ប៉ុន្តែបងប្អូនត្រូវចាំថាពេលណាយើងទុកជាទម្លាប់អាក្រក់នៅក្នុងខ្លួនរបស់យើងសកម្មភាពរបស់យើងក៏មិនល្អដែរឧទាហរណ៍សកម្មភាពហាត់ប្រាណយើងអត់ហាត់ប្រាណយើងទុកទម្លាប់អាក្រក់នៅក្នុងខ្លួនយើងអានេះថាយើងអត់ទម្លាប់ហាត់ប្រាណបើយើងទម្លាប់ខ្ជិលនឹងការងារបានន័យថាយើងខ្ជិលជាមួយការងារទាំងក្នុងផ្ទះឬក្រៅផ្ទះអាហ្នឹងអញ្ចឹងបើយើងតែយើងទុកទម្លាប់អាក្រក់ទៅវាសនាយើងនៅដដែលអត់ផ្លាស់ប្ដូរវាសនាយើងនៅប៉ុណ្ណឹងហើយយើងស្គាល់ចិត្តខ្លួនឯងគិតថាអូវាស្រួលវាសំណុកធ្វើអញ្ចឹងក៏ប៉ុន្តែវាសនាយើងតែប៉ុណ្ណឹងហើយចាស់ទៅរឹតតែលំបាកជាងនឹងទៀតក៏ប៉ុន្តែពេលដែលយើងចង់ផ្លាស់ប្ដូរវាសនាពីទម្លាប់អាក្រក់មកពីទម្លាប់ល្អអញ្ចឹងពេលផ្លាស់ប្ដូរវាលំបាកហើយដោយមនុស្សអត់ធ្លាប់ហាត់ប្រាណមកហាត់ប្រាណវិញអញ្ចឹងវាលំបាកវាពិតជាលំបាកមែនការផ្លាស់ប្ដូរទម្លាប់ក៏ប៉ុន្តែពេលដែលយើងផ្លាស់ប្ដូរទម្លាប់អាក្រក់យើងថេកនៅក្នុងសភៅមានទម្លាប់អីខ្លះទម្លាប់ខ្ជិលទម្លាប់អីហ្នឹងទៅទម្លាប់អាក្រក់អីក៏ឲ្យជាយាមផ្លាស់ប្ដូរវាតែយើងធ្វើមិនម៉ោងនេះធ្វើអីខ្លះម៉ោងនេះអីខ្លះទោះបីផ្លាស់ប្ដូរតែអាកាន់ទូរស័ព្ទគ្រប់ពេលឲ្យបើកភ្នែកទុកទូរស័ព្ទចោលឲ្យបាន1ម៉ោង2ម៉ោងអាហ្នឹងក៏លំបាកដែរកុំថាឡើយធ្វើអីព្រោះទម្លាប់អាក្រក់ហ្នឹងពោពេញក្នុងខ្លួនរបស់យើងហើយអញ្ចឹងតោះយើងមានអ្នកខ្លាំងណាស់ដើម្បីយកឈ្នះទម្លាប់អាក្រក់យើងទុកទូរស័ព្ទកុំប៉ះវាមើលបើយើងមិនមែនអ្នកអនឡាញមិនមែនជាអ្នកឆ្លើយតបជាមួយភ្ញៀវផងអ្នកដែលធ្វើការជាមួយទូរស័ព្ទចាំកាន់អ្នកអត់ធ្វើការហៅស្រួលចុះស្រួលឡើងក៏កាន់អើយកាន់ហើយទម្លាប់តែមើលអ្វីដែលកើតជាប្រយោជន៍ខ្លួនឯងមើលហើយផ្លាស់ប្ដូរអាទម្លាប់មើលតែរឿងអត់ប្រយោជន៍របស់ខ្លួនចេះស្រួលមើលចំណៃមើលនេះមើលនោះឲ្យមើលយើងតម្លាក់លេខតម្លាក់ទីតាំងឲ្យខ្លួនឯងមិនសូវមានលុយទេតែមើលអាហ្នឹងឲ្យអត់ដែរទិញអីទេប៉ុន្តែវាខាតពេលហ្នឹងយើងមើលអាណាពាក់ព័ន្ធមួយផ្នត់គំនិតថាធ្វើម៉េចឲ្យសមត្ថភាពកាន់តែល្អកាន់តែប្រសើរយើងមិនចេះជំនាញអីយើងទៅមើលជំនាញហ្នឹងវិញទៅយើងប្រឹងប្រែងផ្លាស់ប្ដូរព្រោះអីទម្លាប់អាក្រក់បង្កើតវាសនាអាក្រក់ហើយវាសនាអាក្រក់ទម្លាប់អាក្រក់បង្កើតអត្តចរិតអាក្រក់បង្កើតវាសនាអាក្រក់អញ្ចឹងធ្វើម៉េចឲ្យបានវាសនាល្អវិញក៏ទម្លាប់ល្អបានបង្កើតអត្តចរិតល្អកើតអញ្ចឹងការផ្លាស់ប្ដូរទម្លាប់វាពិបាកអញ្ចឹងយើងព្យាយាមផ្លាស់ប្ដូរយើងកត់សកម្មភាពមួយថ្ងៃនឹងពេញធ្វើអីខ្លះអាកន្លែងណាអាក្រក់អញ្ចឹងយើងបដូរមិនយើងព្យាយាមបានតែ21ថ្ងៃអូតូម៉ាទិកបង្កើតទម្លាប់ល្អបានបាត់ហើយយើងធ្វើរួចស្រួលបាត់ដល់ម៉ោងទៅហាត់ប្រាណជួយធ្វើនេះជួយធ្វើនោះមើលអ្វីដែលមានប្រយោជន៍បង្កើតចំណេះដឹងឃើញទេអាហ្នឹងអញ្ចឹងបាទ